បច្ចៈបងប្អូនមកពលាទេបងប្អូនសម្រាប់ PB 260ដូចបងប្អូនដឹងស្រាប់ទិន្នផលវាគឺវាអត់សូវបានច្រើនទេប៉ុន្តែជាក់ស្ដែងបងប្អូនទិន្នផលប៉ានេះបងប្អូនអាចទទួលយកបានណាសុខភាពដើមកម្លាំងដើមស្លឹកអីហ្នឹងគឺខ្មៅក្រឹបតែម្ដងខាងលើនេះបងប្អូនដបនៅទីនេះតែម្ដងនេះម្ចាស់ចំការគាត់ប្រើប្រាស់ច្រើនឆ្នាំហើយបងប្អូនសម្រាប់លើដំណាំកៅស៊ូដែលយើងចុះមកកាន់ទីតាំងចំការនេះផ្ទាល់ជាក់ស្ដែងបងប្អូន PB 260វាមានការកកការស្ទះមុខខ្លាំងមែនទែនបន្ទាប់ពីបានប្រើផលិតផលរបស់ក្រុមហ៊ុន VKSN បងប្អូនអាចសង្កេតមើលមុខជាគឺវាហូរមកស្ដើងឡើងវិញមុខជានឹងអត់សូវក្រាស់ទេបងប្អូនពាក់ព័ន្ធជាមួយនឹងបញ្ហាស្ងួតមុខចកកចខាប់អីហ្នឹងគឺវាអាចដោះស្រាយបានបងប្អូនអញ្ចឹងឥឡូវនៅក្នុងរដូវវស្សាបងប្អូនតាក់ទងជាមួយនឹងបញ្ហាជំងឺកៅស៊ូគឺមានច្រើនមែនទែនដោយសាររដូវវស្សាភ្លៀងជ្រុំពេលខ្លះយើងជាហើយមុខជាអត់ទាន់ស្ងួតប៉ុន្តែត្រូវទឹកភ្លៀងវាធ្វើឲ្យទឹកជ្រាបចូលតាមមុខអាចឆ្លងមេរោគបញ្ហាជាមួយនឹងបញ្ហាជំងឺមុខបញ្ហាផ្សិតថ្នោតឬក៏បញ្ហាជំងឺកៅស៊ូផ្សេងៗវាអាចនឹងងាយកើតឡើងនៅលើដំណាំកៅស៊ូសម្រាប់ពូជទូទៅបើទិន្នផលប៉ុណ្ណេះវានៅទិន្នផលមធ្យមនៅទេប៉ុន្តែសម្រាប់ពូជ PB 260ទិន្នផលយើងជានៅក្នុងមួយពលាបានប៉ុណ្ណេះគឺយើងអាចទទួលយកបានហើយបងប្អូនតាក់ទងជាមួយនឹងការថែទាំកៅស៊ូសុខភាពដើមល្អទិន្នផលជ័រក៏បានល្អទៅតាមនឹងដែរបងប្អូនតាក់ទងការបាញ់យើងចេះឲ្យដល់តាគៀបបងប្អូនចេះត្រូវមេឃខ្លះក៏បានដែរបើសិនជាយើងប្រើធុងដែលមានចំណុះ500លីត្រប្រើស៊ីយ៉ូអូអាហ្នឹងយើងងាយស្រួលដើម្បីបាញ់ចេះវាទៅដល់លើបើសិនជាបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងដំណាំកៅស៊ូបងប្អូនប្រឹក្សាជាមុនផលិតផលមានគុណភាពខ្ពស់មានអ្នកគ្រប់គ្រងប្រើប្រាស់ច្រើនបងប្អូនអាចជឿទុកចិត្តលើកាន់តែស៊ីបានសូមអរគុណ